បងប្អូនទាំងអស់គ្នាអាត្មានេះកំពុងតែធ្វើអីនោះបាទហើយអាត្មាហ្នឹងហូបបាយហើយនៅបាទបើថាអត់ទាន់ហូបទេមកយកប្រហុកកសាំងយកទៅហូបជុំគ្នាបងប្អូនហើយថ្ងៃនេះដែរយើងមានជាមួយនឹងកសាំងមានជាមួយនឹងជីវងមានមួយគល់គ្រៃអីចឹងទៅបងប្អូនហើយយើងចាប់ផ្ដើមដាក់ប្រហុកមួយហើយជីខ្ទង់មួយខាំចឹងទៅព្រោះអីយើងញ៉ាំម្នាក់ឯងបងប្អូនចឹងហើយយើងច្រាំច្រើនទៅខ្លាចសល់អីចឹងបាទហើយយើងចាប់ផ្ដើមដាក់គ្រឿងហាន់របស់យើងមានគល់គ្រៃមានដេងមានខ្ទឹមមានអីបាទច្រាំវាចូលគ្នាដាក់បោកទៅបាទគេច្រាំឲ្យវាម៉ត់ល្មមទៅបើសិនបងប្អូនអត់ចង់ម៉ត់ទេគេថាទុកនៅគល់គ្រៃរៀងនៅតិចអញ្ចឹងកុំម៉ត់ពេកគេថាឈ្ងុយអញ្ចឹងទៅចំណែកខ្ញុំគឺថាគឺច្រាំវាឲ្យម៉ត់តែម្ដងហើយបន្ទាប់មកក៏ឃើញថាប្រហុករបស់យើងគឺអឺម៉ត់ហើយគឺយើងចាប់ផ្ដើមដាក់ជាមួយនឹងកាសាំងបាទកាសាំងពីរផ្លែនេះយើងឆ្កឹះបានតែប៉ុណ្្នឹងទេហើយក៏យើងក៏អត់ដាក់ទាំងអស់ដែរព្រោះខ្លាចវាជូរបងប្អូនគឺដាក់តាមចំណង់ចំណូលចិត្តរបស់យើងអីចឹងទៅណាហ្នឹងហើយគឺយើងចាប់ផ្ដើមដាក់ម្ទេស2គ្រាប់ហ្នឹងទៅបាទយើងដាក់ទៅច្រាំចឹងកុំឲ្យហឹរពេកព្រោះយើងនៅដាក់ញ៉ាំក្រៅអីចឹងថែមវាហ្នឹងក៏thôiក្រែងថាយើងដាក់អាហ្នឹងទៅវាហឹរខ្លាំងពេកចឹងទៅបាទហើយយើងផ្សំគ្រឿងដាក់ស្ករប៊ីចេងបាទហើយយើងក៏ច្រាំនឹងភ្លក្សទៅតាមចំណង់ចំណូលចិត្តរបស់យើងរៀងប្រៃហឹរជូរអែមអីចឹងបងប្អូនគេថាជាតិខ្លាំងមែនតើបាទគេថាបាយមួយឆ្នាំងអស់មិនដឹងខ្លួនបងប្អូនអាមុខម្ហូបមួយនេះគឺថាបាយមួយឆ្នាំងអស់មិនដឹងខ្លួនតែម្ដងហើយយើងមើលឃើញថាវាម៉ត់ហើយជាមួយនឹងម្ទេសជាមួយនឹងគ្រឿងគឺយើងចាប់ផ្ដើមដាក់ជីបំពងហើយជីបំពងនេះដែរគឺថាខ្ញុំក៏ច្រាំឲ្យវាសព្វជាមួយនឹងប្រហុកជាមួយនឹងគ្រឿងក្រៅរបស់យើងហ្នឹងតែម្ដងចឹងទៅហើយវាឈ្ងុយបើសិនជាបងប្អូនអត់ចង់ច្រាំទេយើងដាក់ញ៉ាំនឹងក្រៅហ្នឹងក៏បានដែរចំណែកខ្ញុំដាក់នៅក្នុងនេះឲ្យវាឈ្ងុយជាមួយនឹងប្រហុកសាំងរបស់យើងហ្នឹងបងប្អូនបាទហើយចូលសម្លេងបណ្ដាគេថាលើទឹកមាត់ទីទឿតែម្ដងបងប្អូនគេថាវាទ្រាំវាអត់បានបាទគឺថាឃើញវាស្រក់ទឹកមាត់តែម្ដងបើសិនជាបានហ្នឹងហើយមានជាមួយនឹងអន្លក់ខ្ចីមានទឹកសក់មានស្ពៃក្តោបមិនលក់អីក៏បានបងប្អូនតាមចំណង់ចំណូលចិត្តបងប្អូនដែរបាទគេថាដាក់ទៅបាទហើយយើងក៏ច្រាំចុះច្រាំឡើងទៅគឺឃើញថាវាម៉ត់ហើយគឺយើងចាប់ផ្ដើមដេញណែដួសបាយដួសទឹកមកបងប្អូនហើយចាំឲ្យទៀតគឺម្នេះឃើញថាមើលទៅឃើញតំណងខ្លាំងមែនតើហើយគេយើងហើយយើងដួសដាក់ចានបាទចិត្តបន្លែមានពពាយមានត្រប់មានអាដេញណែតសក់មានសណ្ដែកគួរអីចឹងទៅបងប្អូនបាទសណ្ដែកគួរសណ្ដែកកង់អីហ្នឹងសណ្ដែកតូអីហ្នឹងដាក់មកទាំងអស់មកបាទគេថាដាក់ម្ទេសហឹរបាយកកអីហ្នឹងគេថាជាតិតែម្ដងបងប្អូនតំណងខ្លាំងមែនតើបាទបងប្អូនឃើញហើយគឺលេបទឹកមាត់តែម្ដងបាទអូយជាតិណាបងប្អូនអើយជាតិណាបងប្អូនបានហើយជាតិណាឃ្លានបាយហើយទៅដួសបាយញ៉ាំហើយបានហើយ